ពេលនេះដែរងាកមើល Facebook របស់តារាចម្រៀងស្រីអ្នកនាងសុគន្ធនីសាដែលធ្លាប់ជា coach របស់ Ron Navi ក្នុងកម្មវិធីប្រឡង The Voice Kids Cambodia រដូវកាលទី3នោះអ្នកនាងបានចែករំលែកនៅដំណឹងមរណភាពរបស់អតីតកូនក្រុមភ្ជាប់ជាមួយសារចូលរួមរំលែកទុក្ខនិងអារម្មណ៍នឹកស្មានមិនដល់ដោយមិនទាន់ទទួលយកដំណឹងដ៏សោកសៅនេះបានដែរឡើយការចែករំលែកនោះអ្នកនាងសុគន្ធនីសាបានសរសេររៀបរាប់លើ Facebook ទាំងក្តុកក្តួលថាសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មួយស្រី Ron Navi ពិតជាមិននឹកស្មានដល់ដំណឹងមរណភាពដ៏ក្រៀមក្រំនៅថ្ងៃទី18ខែមីនា ឆ្នាំ2026នេះបានធ្វើឲ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាពិសេសអ្នកក្នុងសិល្បៈជាច្រើនមានការសោកស្ដាយចំពោះការបាត់បង់តារាចម្រៀងស្រីវ័យក្មេង Ron Navi ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងស្រី Ron Chandin អតីតបេក្ខភាពឆ្នាំកម្មវិធី The Voice Kids Cambodia រដូវកាលទី1តាមការបង្ហោះរបស់កញ្ញា Ron Chandin បានជម្រាបឲ្យដឹងថាកញ្ញា Ron Navi បានទទួលមរណភាពនៅវេលាម៉ោង 12:30 នាទីរំលងអធ្រាត្រក្នុងវ័យ15ឆ្នាំបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី16ខែមីនា ឆ្នាំ2026កន្លងទៅក្នុងនោះដែរប្អូនស្រីរបស់កញ្ញា Ron Chandin ដែលបានទទួលមរណភាពត្រូវបានគេស្គាល់ថាជាតារាចម្រៀង Ron Navi ដែលជាបេក្ខភាពឆ្នាំរបស់កម្មវិធីប្រកួតចម្រៀង The Voice Kids Cambodia រដូវកាលទី3កូនក្រុមរបស់ Coach សុគន្ធនីសាចំពោះការចាក់ចេញគ្មានថ្ងៃត្រឡប់ត្រឹមមួយប៉ព្រិចភ្នែករបស់ Ron Navi បានបន្សល់ត្រឹមក្តីអាល័យក្នុងចិត្តបងប្អូនគ្រួសារសាច់ញាតិព្រមទាំងមិត្តអ្នកសិល្បៈជាច្រើនមានតែអារម្មណ៍អាណិតស្រណោះចំពោះតារាចម្រៀងវ័យក្មេងរូបនេះក្រោយបាត់បង់ប្អូនស្រីលេងវិលវិញលើ Facebook របស់ Ron Chandin កំពុងចែករំលែកនៅសារដ៏ក្រៀមក្រំនិងក្តីឈឺចាប់អាឡោះអាល័យព្រមទាំងបង្ហាញនៅអនុស្សាវរីយ៍ក្នុងការចងចាំល្អជាមួយប្អូនស្រីជាទីស្រឡាញ់ជាបន្តបន្ទាប់